ដំណឹងក្តៅពីការអាប់ដេតរបស់ Facebook ហើយវាជាដំណឹងល្អសម្រាប់បងប្អូនមួយចំនួនហើយក៏វាជាដំណឹងអាក្រក់សម្រាប់បងប្អូនមួយចំនួនដែរហេតុអ្វីបានជាខ្ញុំនិយាយបែបនេះបងប្អូនទាំងអស់គ្នានៅខណៈពេលនេះម៉ោងនេះវេលានេះពេលដែលខ្ញុំកំពុងនិយាយនេះគឺក្រុមហ៊ុន Facebook បានលុបចោល option វីដេអូនៅលើ Facebook page ទៅបាត់ហើយគឺច្របាច់បញ្ចូលទៅជា option reel ទាំងអស់អញ្ចឹងខ្ញុំសូមបកស្រាយឲ្យស្រួលស្ដាប់មានន័យថាបងប្អូននៅពេលដែលបងប្អូនទាំងអស់គ្នាផុសវីដេអូយើងតែងតែមានវីដេអូផ្ដេកខ្លះ4ជ្រុងខ្លះបញ្ឈរខ្លះអញ្ចឹងទៅដោយវីដេអូបញ្ឈរគឺគេចាប់ទុកថាជាវីដេអូ reel ខ្លីៗអញ្ចឹងណាបាទហើយវីដេអូផ្ដេកគឺជាវីដេអូធម្មតាប៉ុន្តែឥឡូវនេះ option វីដេអូគឺបងប្អូនទាំងអស់គ្នាទៅរើនៅលើ Facebook page លែងមានហើយមិនថាវីដេអូផ្ដេកមិនថាវីដេអូបញ្ឈរមិនថាវីដេអូ4ជ្រុងនាទីប្រហែលនាទីក៏ដោយ Facebook បានរុញវាទៅជាវីដេអូ reel ទាំងអស់ហើយបើមិនជឿបងប្អូនទាំងអស់គ្នាអាចទៅឆែកមើល page បងប្អូនទាំងអស់គ្នាបានគឺនៅលើ page លែងមានពាក្យថា reel វីដេអូហើយមានតែពាក្យថា reel តែប៉ុណ្ណោះប៉ុន្តែក៏នៅមាន Facebook page មួយចំនួនតូចដែរតែមិនទាន់ទទួលបានការ update អញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែចន្លោះពី70ទៅ80%ហើយដែលបាន update ជាស្ដែង page ធំរបស់ខ្ញុំខ្ញុំចូលទៅគឺលែងមានពាក្យថាវីដេអូហើយគឺមានតែ photo និង reel តែប៉ុណ្ណោះបាទហើយបងប្អូនណាដែលគាត់មិនទាន់ស្ដាប់ខ្ញុំមួយតាមពិតនៅក្នុង Facebook page របស់យើងនៅពេលដែលយើងចូលទៅយើងស្វែងរកវីដេអូរបស់យើងមិនចូលទៅកន្លែង select មួយដែលមានយើងចុចលើសញ្ញាព្រួយមកវាធ្លាក់មានវីដេអូមាន photo មាន reel អញ្ចឹងណាតែឥឡូវនេះគឺអត់ទេមានតែ photo ហើយនិង reel តែប៉ុណ្ណោះសួរថាហេតុអ្វីបានជា Facebook បង្ខំចិត្តធ្វើបែបហ្នឹងបងប្អូនទាំងអស់គ្នាមានហេតុផលរបស់គេ Facebook ឥឡូវនេះគឺលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើវីដេអូ reel ឲ្យបានច្រើន upload ចូលទៅក្នុង platform របស់ Facebook មិនថានាទីខ្លីនាទីវែងនោះទេគឺ Facebook គ្រប់គ្រងនឹងរុញវាទៅជាវីដេអូ reel ទាំងអស់ហើយឥឡូវនេះពីខ្ញុំអានេះមិនមែនជាសារផ្ញើមកពី Facebook ទេតែសារផ្ញើទៅពីខ្ញុំបងប្អូនដែលផលិតមាតិកាដាក់នៅលើ Facebook ឈប់បន្តផលិតមាតិកាបែបប្តីទៅយើងសុខចិត្តផលិតមាតិកាបែបបញ្ឈរហើយ upload ចូលទៅក្នុង Facebook វិញដើម្បីត្រូវជាមួយនឹង platform reel សួរថាហេតុអីបានខ្ញុំលើកទឹកចិត្តបងប្អូនធ្វើបែបហ្នឹងដោយសារ platform reel គឺវាបញ្ឈរហើយបើយើងដាក់វីដេអូផ្ដេកទៅវាដូចជាខុសសាយបាត់ហើយអញ្ចឹងវាមើលទៅអត់តាក់ទាញទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើវីដេអូ reel ឲ្យបានច្រើនដាក់ចូលទៅក្នុង Facebook page របស់បងប្អូនទាំងអស់គ្នាហើយអូខេពីខ្ញុំទៅមានតែប៉ុណ្ណឹងសង្ឃឹមថាដំណឹងមួយនេះក៏ជាដំណឹងល្អសម្រាប់បងប្អូនដែលចូលចិត្តធ្វើវីដេអូ reel និងជាដំណឹងមួយដ៏មិនសូវសប្បាយចិត្តសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្ត upload វីដេអូបែបផ្ដេកឬក៏បែប4ជ្រុងខ្ញុំនិយាយត្រង់ខ្ញុំក៏កំពុងតែពិបាកចិត្តដែរព្រោះខ្ញុំថតវីដេអូភាគច្រើនគឺវីដេអូផ្ដេកដែលបងប្អូនទាំងអស់គ្នាឃើញហ្នឹងមានន័យថានៅពេលដែលខ្ញុំថតវីដេអូគឺខ្ញុំអាច upload ចូលទៅក្នុង YouTube ផង Facebook ផងនៅក្នុងពេលតែមួយបានតែឥឡូវនេះ Facebook លើកទឹកចិត្តឲ្យយើងធ្វើវីដេអូ reel ឥឡូវ set ហើយខ្ញុំមានតែបង្ខំចិត្តធ្វើវីដេអូបែបបញ្ឈរប៉ុន្តែសួរថាបងប្អូនទាំងអស់គ្នាអាចធ្វើវីដេអូផ្ដេកបានទេនៅតែបានអញ្ចឹងប៉ុន្តែយើងគិតមើលខ្លួនយើង platform reel គេផលិតមកបញ្ឈរហើយយើងបន្តធ្វើបែបផ្ដេកសួរថាសមហេតុផលទេយើងគួរតែបន្តធ្វើឲ្យវាមើលទៅស្អាតទេវាមើលទៅពេញភ្នែកទេគិតមើលដោយការពិចារណាទាំងអស់គ្នាតែពីខ្ញុំទៅបុកធ្វើវីដេអូ reel ឲ្យបានច្រើននៅលើ Facebook page ហើយវីដេអូបែបផ្ដេកយើង upload ចូល YouTube ធម្មតាចុះអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាចង់បានដំណឹងល្អៗពីខ្ញុំទៀត like subscribe follow share និង comment ម្នាក់មួយដើម្បីបានវីដេអូក្រោយទៀតអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ